ពេលដែលមានសម្ពាធទៅបរិយាកាសវាក្តៅអាកញ្ច្រែងក្តៅរបស់វានៅខាងក្រៅក៏វាត្រូវបញ្ចុះកម្ដៅដែរអញ្ចឹងកង្ហាម៉ាស៊ីនហ្នឹងបាទវាចាប់ផ្ដើមបុកខ្លាំងអីអញ្ចឹងវារៀងញាក់ងើបន្តិចបាទអញ្ចឹងបញ្ហាអស់ហ្នឹងវាជារឿងធម្មតាទេប្រសិនបើម៉ាស៊ីនត្រជាក់ហ្នឹងមើលទៅការ performance បាទន័យថាប្រសិទ្ធភាពរបស់វាហ្នឹងនៅអូខេយើងមានចំណុចមួយចំនួនដែលម្ចាស់ឡានភាគច្រើនអត់ដឹងបាទជិះរហូតតតែខូចអស់លុយច្រើនអញ្ចឹងមាននិមិត្តសញ្ញាមួយចំនួនឬមួយក៏មានសញ្ញាដែលយើងអាចស្ដាប់ឮអាចធំក្លិនបាទអាចស្ដាប់មានដៃញ័រស្អីផ្សេងដែលយើងអាចតាមរយៈញាណទាំង5របស់យើងយើងអាចដឹងបានថាតើមានរឿងមិនប្រក្រតីអីតាក់ទងនឹងម៉ាស៊ីនត្រជាក់ឬថា compressor វាចង់ខូចជាពិសេស compressor ធ្វើទុកជាងគេមែនទេបាទតែបងឯងមានយោបល់អីខ្លះបាទសម្រាប់ការណែនាំឲ្យសង្កេតបាទម្ចាស់ឡានយើងនិយាយទៅម្ចាស់ឡានត្រូវដឹងដែរថាយើងនិយាយទៅថាអ្នកជំងឺត្រូវដឹងតែខ្លួនឯងជឿអីអញ្ចឹងយើងចាប់ផ្ដើមពី compressor មកមុនតែសប្តាហ៍មុនយើងបាននិយាយថាជាងទៅដោះស្រាយរបៀបម៉េចអីរបៀបម៉េចអញ្ចឹងបងប្អូនក៏បានយល់ដឹងមួយចំនួនហើយអញ្ចឹងសម្រាប់ម្ចាស់ឡានបាទ compressor ចាប់ផ្ដើមមានបញ្ហាយើងសង្កេតទៅលើទី1មានសំឡេងវាអត់ប្រក្រតីបានន័យថាធម្មតាម៉ាស៊ីនត្រជាក់ compressor វាភ្ជាប់ផ្ដាច់ទៅតាមសីតុណ្ហភាពដែលយើងបានកំណត់នៅក្នុងឡានអញ្ចឹងពេលដែលវាចាប់ផ្ដើមមានបញ្ហាពេលដែលភ្ជាប់ផ្ដាច់ហ្នឹងយើងក៏មានសំឡេងមិនប្រក្រតីបានន័យថាវាឮសំឡេងខុសធម្មតាយ៉ាងម៉េចអាស្រ័យទៅលើ model ឡានទេបាទចឹងឡានខ្លះវាឮសូរខ្លាំងទៅបាទពេលដែលអំប្រយ៉ាវាភ្ជាប់ផ្ដាច់បាទមាន compressor ខ្លះវាប្រភេទខ្លាច់បាទអំប្រយ៉ាវាខាងក្រៅបាទមាន compressor ខ្លះអំប្រយ៉ាវានៅខាងក្នុងចានៅខាងក្នុងខាងក្រៅអីក៏ដោយក៏វាមានសំឡេងរបស់វាដែរតាមបទពិសោធន៍របស់យើងជាងកន្លងមកគឺវាមានសំឡេងរបស់វាប្លែកអញ្ចឹងពេលដែលបងប្អូនឮសំឡេងអីមួយប្លែកបាទម្ដងអត់អីហ្នឹងបាទគឺយើងត្រូវសង្កេតថាបាទវាពាក់ព័ន្ធទៅនឹងម៉ាស៊ីនត្រជាក់បើសិនចង់ដឹងច្បាស់យើងចុច AC បាទចុច AC ហ្នឹងបិទបើកវាទៅបើសិនជាពេលដែលយើងបិទអាហ្នឹងមួយរយៈ AC យើងចុច AC off បាទកុំឲ្យ compressor វាដើរបាទដើរតែកង្ហាល់ណាបាទដើរតែកង្ហាល់អញ្ចឹងយើងចុចវាទៅវាស្ងាត់អញ្ចឹងអាហ្នឹងយើងអាចសង្កេតឃើញថា compressor ហ្នឹងវាពាក់ព័ន្ធច្រើនទៅនឹងសំឡេងដែលលាន់ខុសប្រក្រតីហ្នឹងបាទអញ្ចឹងយើងក៏ទៅរកអាចថាឆ្លៀតពេលចិត្តបំផុតបាទឆាប់បំផុតទៅរកដំណោះស្រាយឬក៏ consult ជាមួយអ្នកបច្ចេកទេសទៅបាទអញ្ចឹងសញ្ញាដែលបងចាប់បានមួយដែលបងចង់ចែកម្លែកទៅដល់អ្នកប្រើប្រាស់រថយន្តគឺទី1គឺសញ្ញា compressor ដែលលីសូវាអាចលីសូជារបៀបឆាល់អញ្ចឹងបាទវាអត់ smooth បាទព្រោះជួនកាលទៅយើងមើលឃើញសញ្ញាមួយទៀតគឺកុងទ័រអាកន្លែង RPM វាហ្នឹងកន្លែងលបឿនជុំនៃម៉ាស៊ីនញាក់ចុះឡើងវាខ្លាំងពេកបាទតែដល់ពេលវាញាក់ខ្លាំងពេកមានថាវាមានបន្ទុកខ្លាំងបាទដែលវាខុសប្រក្រតីអស់នេះដែលយើងអាចស្ដាប់បានណាហើយមួយវិញទៀតដង្ហល់ពេលខ្លះក៏អាចជាសញ្ញាប្រាប់ថាមានរឿងអីកើតឡើងនៅក្នុងនឹងដែរដែលដង្ហល់វល់ខ្លាំងពេកណាបាទតែនេះជាសញ្ញាមួយដែលអាចធ្វើឲ្យ compressor មានបញ្ហាដូចគ្នាមានថា compressor ចិត្តមានបញ្ហាជិះវាទៅខំប្រឹងប្រែងធ្វើការងារធ្ងន់អានោះក៏ត្រូវបក់ដើម្បីបញ្ចុះកម្ដៅកាន់តែខ្លាំងដូច្នេះអានេះជាសញ្ញាមួយអញ្ចឹងពេលដែលយើងឮហើយយើងធ្វើម៉េចគឺយើងត្រូវតែខ្លួនឯងទី1សង្កេតដូចបងនិយាយអញ្ចឹងបាទអាចបិទបើកមើលតើវាមកពីអាហ្នឹងមែនអត់បើមកពីអាហ្នឹងមែនឆាប់ទៅជាងបាទហេតុអីបើយើងធ្វើកិច្ចការហ្នឹងតន់យើងដូរអីយើងដូរតែបាទ compressor ទេបាទតែបើយើងទុកយូរគឺដូរទាំងអស់បាទបើយើងទុកយូរវាអាចទៅជាឡោកតែពេលឡោកទៅដូចយើងនិយាយពីសប្តាហ៍មុនអញ្ចឹងពីមុនអញ្ចឹងយើងមិនអាចដូរតែ compressor បានទេបកទៅរឿងកង្ហាបន្តិចបច្ចុប្បន្នឥឡូវសីតុណ្ហភាពរៀងឡើងនៅរដូវនេះបាទអញ្ចឹងបងប្អូនប្រហែលជាឮកង្ហាហ្នឹងឮសូរខ្លាំងចតក្រងទីចាំ stop អីចឹងទៅកង្ហាអាចរោខ្លាំងឬបើបងប្អូនប្រើឡានជាពិសេសឡង់រវែឡានអឺរ៉ុបមួយចំនួនបាទវាអាចថាម៉ាស៊ីនហ្នឹងវារៀងងាក់ងើបន្តិចហ្នឹងបានន័យថា compressor ហ្នឹងត្រូវធ្វើការខ្លាំងម៉ាស៊ីនក៏ត្រូវរោខ្លាំងដើម្បីអូស compressor ហ្នឹងឲ្យមានសម្ពាធគ្រប់គ្រាន់ពេលដែលមានសម្ពាធទៅបរិយាកាសវាក្តៅអាកញ្ច្រែងក្តៅរបស់វានៅខាងក្រៅក៏វាត្រូវបញ្ចុះកម្ដៅដែរអញ្ចឹងកង្ហាម៉ាស៊ីនហ្នឹង
và việc chập đàm bộc khlang ấy chẳng vì riêng ngạ ngờ tịch và chẳngបញ្ហាអស់ហ្នឹងវាជារឿងធម្មតាទេប្រសិនបើម៉ាស៊ីនត្រជាក់ហ្នឹងមើលទៅការ performance បានន័យថាប្រសិទ្ធភាពរបស់វាហ្នឹងនៅអូខេបាទវាមកស្ទុះទៅក៏បាត់ទៅពេលដែលសីតុណ្ហភាពនៅក្នុងរថយន្តហ្នឹងវាធ្លាក់ចុះជាពិសេសពេលចតហាលថ្ងៃចាប់ផ្ដើមឡើងពួកឡានអឺរ៉ុបមួយចំនួនជាពិសេស Long River ហ្នឹងងាក់ងើតិចឯងបាទអញ្ចឹងជារឿងធម្មតាឥឡូវ37នៅក្នុង dashboard ណាបាទចឹងមានថាវាចាប់ខ្លាំងតែចាប់ខ្លាំងគឺវាទៅបកខ្លាំងដូចគ្នាបាទអញ្ចឹងយើងដឹងហើយថាសញ្ញាទាំងអស់ហ្នឹងគឺជាដែលយើងត្រូវតែចាប់អារម្មណ៍ហើយយើងត្រូវព្យាយាមដោះស្រាយបាទទៅជួបអ្នកបច្ចេកទេសបើសិនជាចាំបាច់បាទ